តោះសួស្តីទាំងអស់គ្នាថ្ងៃនេះយើងចូលទៅចម្ពោះទី3តកតងជាមួយនឹងមេរៀនលក្ខណៈសម្បត្តិនៃសម្ភារៈដែលយើងសិក្សាទៅលើបេតុងនិងសរសៃដែកអញ្ចឹងនៅក្នុងមេរៀននេះគ្រូនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការសរសេររូបមន្តរបាយការណ៍គណនានៅក្នុងកម្មវិធី Mathcad Prim ណាបាទដែលនៅក្នុងនេះយើងបែងចែកទៅជា2គឺទី1គឺសម្ភារៈបេតុងហើយទី2គឺសរសៃដែកពង្រឹងរបស់យើងណាបាទក្នុងនេះយើងមានរូបមន្តមួយចំនួនដែលយើងត្រូវធ្វើការសរសេរដើម្បីយើងអាចឲ្យកម្មវិធី Mathcad គណនាយើងដោយស្វ័យប្រវត្តិណាដូចជាតកតងជាមួយនឹងរ៉េស្តង់សង្កត់បេតុងណាតកតងជាមួយនឹងរ៉េស្តង់ទាញតកតងជាមួយនឹងរ៉េស្តង់រងការពុតឬក៏ម៉ូដប្រេសរ៉េស្តង់កម្លាំងកាត់រងការកាត់ shear strength បដូល elastic ផធៀបប៉ូឆុងណាបដូលកាត់តតឹងហើយចុងក្រោយយើងនិយាយអំពីសរសៃដែកពង្រឹងណាដែលនៅក្នុងនេះយើងនិយាយអំពី stress និយាយអំពី strain និយាយអំពី strain របស់ដែកក៏ដូចជាចងរូបមន្តតកតងជាមួយនឹងការគណនាកាឡាផ្ទៃដែកណាដែលមានចាប់ពី1ដើមរហូតដល់9ដើមក៏ដូចជាទម្ងន់របស់ដែកនៅក្នុង1ម៉ែត្រណាតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកម្មវិធី Mathcad Prim តែម្ដងតោះអញ្ចឹងដោយនៅក្នុងផ្នែកទី1នេះគ្រូនឹងសរសេរអំពី property របស់ concrete ណាបាទ property of concrete គឺលក្ខណៈសម្បត្តិរបស់បេតុងដែលយើងមានភាពធន់សង្កត់អីផ្សេងបាញ់មិញហ្នឹងតោះអញ្ចឹងដោយនៅក្នុងនោះយើងបានសិក្សានៅក្នុងចម្ពោះទី3នៅក្នុងនេះយើងមានលំហាត់តកតងជាមួយនឹងការគណនានៅភាពធន់សង្កត់ណាភាពធន់ទាញភាពធន់ពុតអីផ្សេងណាបាទអញ្ចឹងយើងនឹងធ្វើការគណនាដោយពឹងផ្អែកទៅលើលំហាត់ដែលយើងបានសិក្សាកន្លងមកណាបាទអញ្ចឹងនៅក្នុងនេះយើងមានភាពធន់ទាញរបស់បេតុងបាទ FCT ឬក៏ FT ដែលស្មើនឹង 0.56 degree F'C ដែលរូបមន្ត FCT នេះគឺយើងទាញមកគឺជាប់ជាមួយនឹង F'C ហើយនៅក្នុងនោះគឺ F'C យើងមានចាប់ពី20 megapascal រហូតដល់60 megapascal អញ្ចឹងយើងអាចធ្វើការចងនៅក្នុងកម្មវិធី Mathcad ដើម្បីឲ្យ Mathcad គណនាយើងដោយស្វ័យប្រវត្តិតែម្ដងណាដោយយើងទៅសេរូបមន្តកំណត់ F'C មកបន្តមកទៀតរាល់សម័យកាលរូបមន្តផ្សេងទៀតដែលជាប់ជាមួយនឹង F'C វានឹងធ្វើការគណនាដោយអូតូម៉ាទិកតែម្ដងមិនថា FCT FR FV shear strength របស់បេតុងណា model elastic ណាឬក៏ model កាត់តតឹង shear modulus ឲ្យផ្សេងណាបាទតោះឥឡូវយើងចូលទៅកំណត់រ៉េស្តង់សង្កត់របស់បេតុងសិនអញ្ចឹងមុនទៅដល់ភាពធន់ឬក៏រ៉េស្តង់សង្កត់បេតុងយើងមានប្រភេទបេតុងណាដែលនៅក្នុងនេះយើងកំណត់ទៅលើមេគុណឡាំដាណាមេគុណដែលអាស្រ័យទៅនឹងភាពធន់សង្កត់របស់បេតុងអាស្រ័យទៅនឹងប្រភេទណាប្រភេទរបស់បេតុងតោះដែលជាទូទៅនៅក្នុងនេះគឺមេគុណយើងមានបែងចែកទៅជា3ណាបាទអាស្រ័យទៅនឹងប្រភេទបេតុងដែលយើងប្រើប្រាស់ជាប្រភេទបេតុងធម្មតាទម្ងន់មៀតវាអាចចន្លោះពី2320ណាបាទទៅ2500អីហ្នឹងអាចចន្លោះហ្នឹងគេហៅបេតុងប្រភេទបេតុង normal weight ណាបាទ sand light weight ឬក៏ all light weight ជាបេតុងប្រភេទស្រាលណាដែលអាចចន្លោះពី1440គីឡូក្រាមក្នុងមួយគីបឡើងទៅណាបាទអញ្ចឹងឥឡូវដោយសារតែរូបមន្ត FR ឬក៏អីផ្សេងហ្នឹងវាជាប់ជាមួយនឹង lambda អញ្ចឹងយើងធ្វើការសរសេរមេគុណ lambda សិនមកដោយវាអាស្រ័យទៅនឹងប្រភេទបេតុងអញ្ចឹងដូច្នេះខ្ញុំអាចកំណត់ lambda យកតែម្ដងណាតោះអញ្ចឹងយើងសរសេរ lambda អញ្ចឹងនៅក្នុងនេះយើងនៅក្នុង text ណាបាទអញ្ចឹងដើម្បីយើងបដូរទៅជា mat style វិញគឺយើងចុច control shift m មកដើម្បីយើងបដូរពី text style ទៅជា mat style បន្តមកទៀតយើងសរសេរ lambda ណា lambda គឺយើងសរសេរ l តូច control g ណាបន្តមកទៀតយើងចុច shift ចុច2មកយើងតាំងរូបមន្តស្មើយើងអាចសរសេរជាលក្ខខណ្ឌក៏បានដែរបើយើងសរសេរជាលក្ខខណ្ឌគឺមាន3លក្ខខណ្ឌមានន័យថាប្រសិនបើប្រភេទបេតុងជា normal weight lambda ស្មើ1បេតុង sand light weight lambda ស្មើ 0.85 បេតុង all light weight lambda ស្មើនឹង 0.75 ឬក៏យើងអាចសរសេរជា combo box ក៏បានដែរដើម្បីងាយស្រួលជាងណាយើងអាចចូលទៅ input output បន្តមកទៀតយកពាក្យ combo box បន្តមកទៀតកន្លែងនេះយើងបញ្ចូលមកមេគុណវាគឺ1
0.85 10 enter មក 0.75 chắc cái này những ai sẽ description bàn nè normal weight concrete bạn bê tông thom đá tí phí cứ sand line weight concrete ri tí bấy cứ all lightweight concrete បន្តមកទៀតចង់ឲ្យចេញចម្លើយយើងអាចសរសេរនៅកន្លែងនេះបាន Ctrl Shift M L តូច Ctrl G ការផ្លាស់ប្ដូររូបមន្តពី Roman ទៅ Greek គឺដោយ Ctrl G មានន័យថាបើយើងចង់បាន alpha យើងសេ A តូច Ctrl G មក alpha ចង់បាន beta យើងសេ B តូច Ctrl G មក beta យើងចង់បាន 1 M តូច Ctrl G មក 1 យើងចង់បាន row A តូច Ctrl G មក row ចឹងយើងចង់បាន lambda L តូច Ctrl G មក lambda ចុចសញ្ញាស្មើធម្មតាដើម្បីឲ្យយើងគណនាចេញជាចម្លើយណាតោះបង្ហាញ result តោះចឹងដោយសារយើងរើស all lightweight ចឹងមេគុណ lambda 0.75 បើយើងរើស sand lightweight គឺ 0.85 បើយើងរើស normal weight concrete គឺ1ណាចឹងត្រឹមត្រូវតាមណាលក្ខខណ្ឌនីមួយៗរបស់ប្រភេទបេតុងណាបាទតោះបន្តមកទៀតយើងចូលទៅភាពធន់សង្កត់ឬក៏ resistance សង្កត់របស់បេតុងដែលក្នុងនេះគឺយើងមានកំណត់ចាប់ពី20រហូតដល់60ណាបាទចាំមានន័យថាបើ FMC ស្មើ20តែ FCT ស្មើប៉ុន្មានភាពធន់ទាញបេតុងស្មើប៉ុន្មានបើ FMC 20 flexural strength of concrete ឬក៏ modulus of rupture បាទបដូរប្រេះរបស់បេតុងស្មើប៉ុន្មានអញ្ចឹងយើងអាចទៅសេជាតម្លៃកំណត់ define មួយក៏បានឬក៏យើងសរសេរជាលក្ខណៈ matrix ក៏បានដែរដើម្បីយើងអាចគណនាបានទាំងអស់ហ្មងណាបាទតោះយើងអាចសរសេរមកគឺ Ctrl Shift M F' Ctrl សញ្ញាដកមកយើងដាក់ subscript C 10.2 មកស្មើអញ្ចឹងយើងអាចសរសេរមួយអញ្ចឹងក៏បានដែរគ្រាន់តែថាយើងសរសេរតាំងតែមួយអញ្ចឹងពេលដែលយើងគណនាមកយើង FCT មកស្មើទៅនឹង 0.56 ឬក្រេ F' C ណាបាទឬក្រេ F' C តោះ 0.56 ឬក្រេ F' C គុណមក10លេខ8 backslash មកឬការ៉េបើយើងរកអត់ឃើញយើងអាចចូលទៅក្នុងកន្លែង mat យើងយកកន្លែង operator នេះកន្លែងរឹសការ៉េឬក៏រឹស TN ណាហ្នឹង backslash ណាបាទ shortcut ណាចេះសេ F' C មក Ctrl សញ្ញាដកយើងដាក់ subscript បន្តមកទៀតឲ្យគណនាមកគឺយើងនឹងឃើញណាចម្លើយយើងជា megapascal ណាប៉ុន្តែវាអត់ចេញຂະຫນាតឲ្យណាដោយសារបញ្ហាគឺយើងអត់តម្រូវຂະຫນាតសិនណានៅក្នុង market យើងត្រូវការតម្រូវຂະຫນាតមានន័យថា F' C នេះគឺ20 megapascal ចាំ20 megapascal 20វាចេញពីរឹសការ៉េបានប៉ុន្តែ megapascal វាចេញពីរឹសការ៉េបានទេអញ្ចឹងដើម្បីយើងឲ្យវាចេញពីរឹសការ៉េបានតតែយើងតម្រូវຂະຫນាតយើងគុណក៏បានយើងចែកឲ្យគុណយកຂະຫນាតវិញក៏បានដែរតោះយើងអាចគុណហ្មងទៅអញ្ចឹងមានន័យថាអានេះຂະຫນាត megapascal អានេះ megapascal ទៅជា megapascal ការ៉េទាំងការ៉េចេញពី radical មកបាន megapascal នេះបាទអញ្ចឹងកាលណាយើងដូរ F' C មក22មកអញ្ចឹងចម្លើយ FCT ដែលជាប់ជាមួយនឹង F' C ហ្នឹងគឺធ្វើការផ្លាស់ប្ដូរឲ្យយើងដោយស្វ័យប្រវត្តិតែម្ដងយើងបញ្ចូល25មកអញ្ចឹងវានឹងគណនាអូតូម៉ាទិកឲ្យយើងតែម្ដងតែបើក្នុងករណីយើងចង់បានច្រើនដូចនេះណាមានន័យថាបើ F' C ស្មើប៉ុណ្ណេះ FCT ស្មើប៉ុន្មានបើ F' C ស្មើប៉ុណ្ណេះ FCT ស្មើប៉ុន្មានប៉ុណ្ណេះស្មើប៉ុន្មានប៉ុណ្ណេះស្មើប៉ុន្មានអញ្ចឹងយើងអាចទៅសេបែបនេះបាននៅក្នុង market ប៉ុន្តែយើងសរសេរក្រោមទម្រង់ជា matrix ណាបាទឧទាហរណ៍ករណីយើងចង់រុញចូលទៅក្នុង Excel ណាបើសិនជាយើងចង់រុញតម្លៃទាំងអស់ហ្នឹងចូលទៅក្នុងតារាង Excel បើយើងសរសេរវាមួយជួរដេកច្រើនជួរឈរអញ្ចឹងវានឹងរុញចូលក្នុង Excel តាមនឹងដែរណាមួយជួរដេកច្រើនជួរឈរតែបើសិនជាយើងចង់បានមួយជួរឈរច្រើនជួរដេកយើងអាចសរសេរជាmatrix បែបនេះណាបាទ Ctrl M មកយើងអាច Shift Enter មក
មានន័យថាយើងអាចរុញចេះបាទវាចេញមកជួរដេកច្រើនជួរឈរតែបើសិនតែករណីយើងចង់រុញចូលក្នុង Excel ហ្នឹងជារបាយការណ៍បែបនេះគឺយើងអាចសរសេរមួយជួរដេកច្រើនមួយជួរឈរច្រើនជួរដេកបែបនេះប៉ុន្តែការសរសេរបែបហ្នឹងគឺវាខាតនៅ space របស់យើងច្រើនណាដោយសារកាលណាបើសិនជាអាញាតយើងមានច្រើនអញ្ចឹងអា space នេះក៏វាស៊ីច្រើនដែរវាស៊ី space ច្រើនវាខាត space ណាអត់សូវល្អមើលអញ្ចឹងយើងអាចសរសេរជា matrix ជួរដេកហើយមួយជួរដេកច្រើនជួរឈរហើយយើងធ្វើការផ្លាស់ប្ដូរពីជួរដេកទៅជួរឈររបស់ matrix ហ្នឹងដោយការ matrix transpose ណាបាទការផ្លាស់ប្ដូរពីជួរដេកទៅជួរឈរហើយជួរឈរទៅជួរដេករបស់ matrix ណាអញ្ចឹងអាចសេចាំមកគឺចំណេញជាងហើយចាំយើងផ្លាស់ប្ដូរតួរបស់ matrix ណាដោយ transpose ណា matrix transpose អញ្ចឹងយើងសេមកយើងអាច shift space មកបើយើងចង់បានចុះក្រោមយើង shift enter ណាតោះអញ្ចឹងយើងអាចសរសេរមកដូចនៅក្នុងនេះយើងមានចាប់ពី20 25 28យើងអាចសរសេរតាមហ្នឹង20 25 28 30ណា32 35បានទៀតនៅក្នុងនេះក្នុងឧទាហរណ៍នេះបាទ40 45អាចយកតាមហ្នឹងបើយើងចង់បានខុសពីហ្នឹងទៀតយើងអាចបញ្ចូលតាមហ្នឹងទៅថា20 21 22 23 24 25អញ្ចឹងទៅ26 27 28 29 30អីចឹងយើងបង្កើតចឹងក៏បានដែរណាបង្កើតឲ្យច្រើនចឹងក៏បានដែរឬក៏យើងជ្រើសរើស strength ណាដែលយើងអនុសាក្នុងការប្រើប្រាស់ក៏បានដែរណាបាទតោះឥឡូវខ្ញុំ follow តាមនេះសិនចង់ update time គឺគ្នាយើងអាច update បានណាតោះអញ្ចឹង35យើងមានប៉ុន្មានទៀតយើងមាន40យើងមាន42បាទយើងមាន45យើងមាន50យើងមាន55យើងមាន60ណាបាទដូចនៅក្នុងឧទាហរណ៍នេះអញ្ចឹងណាតោះហើយយើងចាំបង្កើតលើសនឹងទៀតក៏បានដែរគ្រាន់តែថាជាទូទៅក្នុងការអនុវត្តយើងច្រើនតែចន្លោះយកពី25ទៅ45អីអស់ណាចន្លោះនឹងពីច្រើនណាតោះអញ្ចឹងយើងបង្កើតប៉ុណ្ណឹងមកអានេះលើសយើង backspace មកលុបវាវិញមកបន្តមកទៀតយើងគុណយកຂະຫນាតយើងអាចសរសេរຂະຫນាតនៅក្នុងហ្នឹងក៏បានដែរគ្រាន់តែថាយើងសរសេរຂະຫນាតក្នុងហ្នឹងវាវែងពេកណាអញ្ចឹងយើងយកគុណយកຂະຫນាត space 1 space 2មកក្តោប10លេខ8គុណ MPa មកគឺຂະຫນាត megapascal អញ្ចឹងយកនេះគុណមកចេញ20 megapascal យកតួនេះយកគុណ megapascal មកគឺ25 28រហូតដល់60ណាបាទតោះបន្តមកទៀតយើងចង់ឲ្យវាទៅជាច្រើនជួរដេកមួយជួរឈរវិញយើង space 1 space 2 space 3ក្តោបមកយើងចុច control shift T មកបាទដើម្បីបដូរពីជួរដេកទៅជួរឈរជួរឈរទៅជួរដេកណានេះអញ្ចឹងបើយើងមើល F'(C) ម្ដងទៀតយើងនឹងឃើញថាលទ្ធផលគឺបែបនេះផ្លាស់ប្ដូរពីជួរដេកទៅជួរឈរបែបនេះបាទអញ្ចឹងការផ្លាស់ប្ដូរពីជួរដេកទៅជួរឈរពីជួរឈរទៅជួរដេករបស់ matrix ហ្នឹងគេហៅថា matrix transpose នេះអញ្ចឹងដំបូងមានន័យថាយើងអាចសរសេរចេះក៏បានដែរក៏សរសេរចេះវាខាត់ space អញ្ចឹងយើងសរសេរបែបនេះហើយយើងធ្វើការផ្លាស់ប្ដូរតួវាដោយ matrix transpose អញ្ចឹងចំណេញតោះអញ្ចឹងរាល់រូបមន្ត FCT ដែលជាប់ជាមួយនឹង F'(C) តម្លៃ F'(C) មានប៉ុន្មានករណីអញ្ចឹង FCT កណនីទៅគឺប៉ុណ្្នឹងករណីដែរណាបាទតោះកន្លែងនេះយើងអត់តន់ចង់បង្ហាញចម្លើយក៏បានកុំឲ្យវាស៊ី space យើងចាំបង្ហាញនៅខាងក្រោមយើងអាចធ្វើការ delete result នេះចោលសិនទុកតែរូបមន្តសិនបានតោះបន្តមកទៀតយើងសរសេរពាក់ព័ន្ធជាមួយនឹង model press របស់បេតុង FA តោះអញ្ចឹងសរសេរមក control shift M FA គឺស្មើទៅនឹង 0.62 បាទ lambda ឬ grade F'(C) តោះអញមានកតុយ3ទៀតក៏ថាបានដែរណាបាទតោះយកត្រឹម2ខ្ទង់ទៅក៏បានដែរអីទេ 0.62 គុណជាមួយនឹងឬការ៉េគុណនឹង lambda L ទៅ control G គុណនឹងឬការ៉េនៃ F'(C) គុណយកຂະຫນាតមកណាបាទគុណផ្ដាច់ຂະຫນាតបន្តមកទៀតយើងមានភាពធន់កាត់ទទឹងណា F' ឬក៏ FV តោះអញ្ចឹងយើង control shift M មកបដូរមួយម៉ាត់សិន FV គឺស្មើទៅនឹង 0.17 គុណជាមួយនឹង L ទៅ control G គុណជាមួយនឹង
lambda ហ្នឹងណាបាទគុណ lambda ហើយគុណនឹងរឹសការ៉េនៃ FMC ហើយយើងគុណជាមួយនឹង MPa គឺដាច់ខ្នាតណាបន្តមកទៀតយើងមានអីទៀតតើយើងមាន shear strength យើងមាន model elastic ហើយនឹង model កាត់ទទឹងណាបាទ model elastic បើយើងប្រើបេតុងធម្មតាយើងអាចគិតនិយាយតាមរូបមន្ត EC ស្មើទៅនឹង 4800 degree FMC ណា EC គឺស្មើទៅនឹង4700គុណជាមួយនឹងឬការ៉េ FMC ហើយយើងគុណផ្ដាច់ខ្នាតមកបន្តមកទៀតយើងមាន model elastic របស់បេតុងតមកទៀតយើងមាន model elastic បេតុងហើយយើងមានមេគុណ portion ណាបាទ Poisson ratio តោះមេគុណ portion ឬក៏ផលធៀប portion ណាបាទអញ្ចឹងយើងផាសកន្លែងនេះហ្មងទៅដើម្បីយើងខ្ជិលសរសេរតោះអញ្ចឹងមេគុណ portion គឺស្មើទៅនឹងយើងតាមតែមួយណា m ទៅ control g មក 10.2 ស្មើទៅនឹងតម្លៃវាគឺជាទូទៅចន្លោះពី 0.15 ទៅ 0.2 ណាសម្រាប់បេតុងណាបាទដែលគេយកlateral strain ចែកជាមួយនឹង axial strain បាទបំរែបំរួលរាងធៀបតាមទទឹងចែកជាមួយនឹងបំរែបំរួលរាងធៀបតាមបណ្ដោយណាបាទរូបមន្ត Poisson ratio ហើយមានសញ្ញាដកណាអញ្ចឹងយើងធ្វើការចែកគ្នាទៅយើងឃើញតម្លៃ Poisson ratio ហ្នឹងគឺមានតម្លៃវិជ្ជមានដោយសារតែបើបេតុងយើងសកត់តាមអវាសញ្ញាដកហើយសកត់រួញសាច់ប៉ុន្តែវារិចតតឹងអញ្ចឹងតាមតតឹងវាសញ្ញាបូកដល់ពេលប៉ះជាមួយនឹងរូបមន្តយើងមានសញ្ញាដកទៅវាចេញជាសញ្ញាបូកអញ្ចឹងតម្លៃ Poisson ratio ទូទៅមានតម្លៃវិជ្ជមានហើយសម្រាប់បេតុងអាចនឹងចន្លោះ 0.15 ទៅ 0.2 ហើយបដែកអាច 0.3 ណាបាទតោះអញ្ចឹងយើងអាចយកចន្លោះហ្នឹងក៏បានដែរអញ្ចឹងឥឡូវដើម្បីកុំឲ្យពិបាកយើងអាចបង្កើតជា combo box មកអញ្ចឹងយើងអាចយក 0.15 10 enter មក 0.16 0.17 0.18 0.19 ឬក៏ 0.20 តោះអញ្ចឹងនៅក្នុងការអនុវត្តយើងអាចជ្រើសរើសមកនៅចន្លោះហ្នឹងណាហើយភាគច្រើនគឺគេយកតម្លៃមធ្យមបូកចូលគ្នាចែកជា2ទៅគឺវាអាចនឹង 0.175 ឬក៏ 0.18 ណាបាទតោះអញ្ចឹងតម្លៃវាគឺខ្ញុំ space ទៅមុខតិចមកខ្ញុំសេចំណាំឲ្យអាចថានៅចន្លោះពី 0.15 ទៅ 0.2 ណាបាទតែនេះខ្ញុំសេជាតិចដើម្បីសម្គាល់ទេណាតោះបន្តមកទៀតយើងមាន model កាត់ទទឹងណា GC អញ្ចឹង GC គឺស្មើទៅនឹង EC បាទ GC ជា model គឺស្មើទៅនឹង EC ចែកជាមួយនឹង2កតាយ1បូកជាមួយនឹង1 m ទៅ control g មកបាទនេះ GC តោះបន្តមកទៀតយើងអាចបង្ហាញចម្លើយនៅកន្លែងនេះបានណាដែលយើងចុចសញ្ញាស្មើគណនាមកចេញ result មកបាទគាត់ថាវា space ធំពេកអញ្ចឹងខ្ញុំអត់តឲ្យបង្ហាញចម្លើយកន្លែងហ្នឹងទេតោះយើងអាចឲ្យបង្ហាញចម្លើយនៅខាងក្រោមបានណាតោះអញ្ចឹងយើងអាច enter ចុះមកតោះអញ្ចឹង control shift m មកយើងបដូរមួយម៉ាត់បន្តមកទៀតយើងចង់បង្ហាញ FMC យើងសរសេរ FMC មកចុចសញ្ញាស្មើមកនេះបង្ហាញជាលទ្ធផលឲ្យយើងណាចុចមក tab មកពី tab មកក៏បាន control shift m មកយើងចង់បង្ហាញអីគេ FCT គឺសញ្ញាស្មើបង្ហាញលទ្ធផលសញ្ញាស្មើធម្មតាអញ្ចឹងចង់មកຂະຫນាត MPa យើងដូរមកຂະຫນាត MPa មកប៉ុណ្ណេះបន្តមកទៀតយើងចុចមក tab ទៀតមកយើងបង្ហាញលទ្ធផលទៅលើ FR ណាបាទ model សម្រាប់ឈើ model press របស់បេតុង
តែយកຂະຫນາດ MPA មកបន្តមកទៀតយើងចង់បង្ហាញនៅshear strength បដូលកាត់របស់បេតុងគឺ FV គឺសញ្ញាស្មើធម្មតាមកហើយយើងយកຂະຫນາດវាជា MPA មកតោះនេះគឺភាពធន់កាត់របស់បេតុងណាបាទចុចមក space 2 space 3 space ណាសេរីមើលឲ្យសមរម្យទៅតោះបន្តមកទៀតយើងអាច enter ចុះទៀតយើងចង់បង្ហាញពីបដូល elastic អញ្ចឹងបដូល elastic EC ណាបាទ EC ស្មើមកតោះបន្តមកទៀតចុចមក tab 2 tab អីក៏បានដែរតោះអញ្ចឹង GC តោះចង់បង្ហាញមួយយើងអាចបង្ហាញមួយទៅទៅ Ctrl G មកស្មើមកប៉ុណ្ណេះណាបាទហើយបន្តមកទៀតយើងបង្ហាញនៅ GC ណា GC ស្មើមកប៉ុណ្ណេះតោះអញ្ចឹងតើតមួយຂະຫນាតគឺយើងអាចផ្លាស់ប្ដូរបាននេះដោយសារចេញស្វ័យគុណណាយើងចូលទៅ format មកកន្លែងនេះយើងអាចរើសមកជាលេខរាយ decimal ជាលេខ scientific engineering ឬក៏ជា percentage ភាគរយណាបើយើងចង់បានលេខ decimal ឬ decimal មកលេខក្បៀសធម្មតាណាហើយក្រោយក្បៀសយើងចង់បាន4ខ្ទង់3ខ្ទង់2ខ្ទង់គឺយើងអាចជ្រើសរើសបានហើយដូចគ្នាកន្លែងនេះគឺយើងអាចដូរទៅជា decimal មកហើយចង់បានក្រោយក្បៀស3ខ្ទង់ឬ3មកណាកន្លែងនេះដូចគ្នាណាយើងអាច refresh result វាដោយយើងរើសក្រោយក្បៀស3ខ្ទង់ទៅអញ្ចឹងវា update ឲ្យយើងណាបាទតោះអញ្ចឹងយើងអាចបង្ហាញលទ្ធផលការគណនាយើងដូចបែបហ្នឹងណាបាទដូចបែបហ្នឹងគឺចេញជាលក្ខណៈ matrix បែបហ្នឹងអញ្ចឹងមានន័យថា I'C 20 FCT ភាពធន់ទាញប្រហែល2កន្លះហើយភាពធន់ពុតឬក៏មដុល press 2.7 ហើយអានេះគឺ shear strength ណាបាទហើយអានេះគឺមដុល elastic អានេះ Poisson ratio អានេះគឺ shear modulus ណាក្រោយពីយើងចង់ទុកបែបនេះហើយយើងអាចប្រើការនៅពេលដែលយើងធ្វើការគណនាគ្រឿងបង្គុំនៅក្នុងកម្មវិធីផ្សេងៗដូចជា robot e-tab SAP ឬក៏ Midas អីគឺយើងពេលដែលយើងបង្កើត material គឺយើងអាចយក material ដែលយើងបានចងហើយនេះបាទតាក់ទងជាមួយ strength បេតុងណាសង្កត់ទាញណាពុតកាត់ឬក៏ model elastic ឬក៏ Poisson ratio ឬក៏ model កាត់ទទឹងនេះគឺយើងអាចយកតន័យនេះយកទៅបញ្ចូលក្នុងការបង្កើត material ដើម្បីយើងធ្វើការ design នៅ building structure របស់យើងណាបាទតោះប៉ុន្តែការដែលយើងមើលលទ្ធផលបែបនេះវារៀងពិបាកបន្តិចដោយសារតែយើងមើលជា matrix បែបនេះយើងមើលតាមជួរអញ្ចឹងណាអញ្ចឹងវារៀងពិបាកមើលបន្តិចអញ្ចឹងយើងអាចរុញវាចូលទៅក្នុង Excel ធ្វើជារបាយការណ៍សង្ខេបក្នុង Excel ក៏បានដែរដោយយើងគ្រាន់តែ input វាចូលទៅក្នុងតារាង Excel ណាអញ្ចឹងរបៀបយើងធ្វើជារបាយការណ៍នៅក្នុង Excel គឺយើងអាចចូលទៅក្នុង input output ហើយយើងយក Excel component នេះប៉ុន្តែចាំណាគឺចេញក្រៅសិនណាកំនៅក្នុងតិចនេះណាបាទនៅក្នុងតិចនេះគឺវាអត់ស្គាល់ទេណាយើងអាចសាកមើលណានៅក្នុងនេះគឺអត់ស្គាល់ទេអញ្ចឹងចេញមកក្រៅចេះសិនណាបន្ទាប់ពីយើងចេញមកក្រៅចេះហើយគឺយើងអាច insert Excel component បានតោះបន្ទាប់ពីយើង insert Excel component ហើយគឺយើងអាចធ្វើការរុញអីគេរុញ I'C FCT FR FV EC មួយ GC នេះចូលទៅក្នុងតារាង Excel ណាអានេះគេហៅ input បើករណីយើងគណនានៅក្នុង Excel ហើយយើងចង់ទាញលទ្ធផលក្នុង Excel ចេញមកក្រៅអានេះគេហៅ output តែពេលនេះយើងប្រើ input ណាដោយសារយើងរុញពី market ចូលក្នុង Excel ណាបាទតោះអញ្ចឹងដើម្បីរុញវាពី market ចូលក្នុង Excel គឺយើងចូលមកកន្លែងនេះមកបាទបន្តមកទៀតយើងធ្វើការ insert input expression តោះអញ្ចឹងតកតងកន្លែងនេះគឺយើងអាចរុញណា I'C FCT ផ្សេងហ្នឹងចូលទៅតាមការកំណត់របស់យើងណាឧទាហរណ៍យើងឥឡូវខ្ញុំចង់រុញ I'C ចូលអញ្ចឹង I'C ហើយបើយើងទុកទាំងຂະຫນាតទុកទៅបើយើងអត់ទុកຂະຫນាតទេយើងគ្រាន់តែចែកផ្ដាច់ຂະຫນាតមក MPA មកបន្តមកទៀតវានឹងចូលនៅក្នុងនេះវានឹងចូលនៅក្នុង cell A1 នេះ A1 ណា
អានេះ B1 អានេះ C1 អានេះ D1 អានេះ B2 អានេះ B5 អានេះ A5 អានេះ D5 អានេះ E3 អញ្ចឹងយើងចង់រុញចូលនៅក្នុង cell មួយណាគឺយើងអាចបញ្ជាវាបានណាបាទដោយកន្លែងនេះតោះអញ្ចឹងករណីបើយើងទុកកន្លែង space color នេះសម្រាប់សរសេរ description អញ្ចឹងយើងកម្រុញចូល A1 ព្រោះយើងត្រូវការសរសេរពីពណ៌នាមនៅកន្លែងនេះដែរណាបាទតោះអញ្ចឹងយើងអាចទុក B ជួរទៅចាំមានន័យថាយើងទុក A1 និង A2 ទៅសេ description អញ្ចឹងបើយើងរុញចូលពី A3 មកណាតោះអញ្ចឹងដល់យើងផ្លាស់ប្ដូរកន្លែងនេះយើងរុញមកយើងរុញដាក់ A3 មកអញ្ចឹងវានឹង update ឲ្យយើងហើយប៉ុន្តែនៅពេលដែលយើងធ្លាប់បញ្ចូលម្ដងហើយគឺវានឹងជាប់លទ្ធផលនៅក្នុង Excel អញ្ចឹងយើងអាចធ្វើការ select ហើយ delete វាចោលសិនមកបន្តមកទៀតយើងខ្វែងមកវានឹង refresh ឲ្យយើងតោះអញ្ចឹងនេះត្រូវនេះអញ្ចឹងចង់រុញចូល cell មួយណាក៏បានដែរអាស្រ័យអ្នកទាំងអស់គ្នាចង់រុញចូលណាបាទតោះបន្តមកទៀតយើងរុញអីចូលទៀតយើងចង់រុញFCT អញ្ចឹង FCT មកហើយយើងចូលប៉ុន្មានកុំឲ្យជាន់នេះអញ្ចឹងចូលជួរ B3 មកអញ្ចឹង B3 ចុះក្រោមមក Control C Control V មកលឿនបាទយើងកែបន្តិចលឿនបន្តមកទៀតយើងមាន FR Rulers Aperture អញ្ចឹងចូលទៅក្នុងតារាង C3 មកបាទ cell C3 មកបន្តមកទៀតយើងមានshear strength ណា FV អញ្ចឹងរុញចូលតារាង D3 មកបន្តមកទៀតយើងមានដូចជា Poisson ratio យើង enter ចុះមកដើម្បីពលាតវាតោះ copy មកតោះបន្តមកទៀតយើងហៅមួយណាបាទឬក៏យើងហៅ EC មុនក៏បានដែរបាទ EC តោះយើងហៅចូលទៅក្នុង cell E3 មកបន្តមកទៀតយើងហៅមួយហើយនឹងGC ណាបាទមួយតែមួយអត់មានຂະຫນាតទេអញ្ចឹងយើងមិនបាច់ចែកផ្លេចຂະຫນាតទេតោះអញ្ចឹងវាចូលទៅក្នុង cell F3 មកបន្តមកទៀតយើងអាចហៅGC ណា shear modular អញ្ចឹង GC អញ្ចឹងចូលទៅក្នុង cell G3 មកបាទ G3 មកបាទអញ្ចឹងនេះប៉ុណ្ណេះណាបាទប៉ុណ្ណឹងបន្តមកទៀតយើងអាចធ្វើការណា deco ឲ្យស្អាតទៅរៀបចំតារាង Excel យើងឲ្យមើលទៅវាសមរម្យទៅបាទតោះកន្លែងនេះយើងអាចបិទបានយើងអាចបិទកន្លែងនេះបានណាបាទហើយកន្លែងនេះបានបន្តមកទៀតយើង double click ទៅតោះយើងអាចចូលទៅក្នុងនេះដើម្បីធ្វើការកែនិងដាក់ border អីផ្សេងណារៀបចំមកមើលទៅវាមានសណ្ដាប់ធ្នាប់និងស្អាតណាតោះយើងអាច add border មកបន្តមកទៀតយើងអាចរុញតិចទៅឲ្យចំកណ្ដាលមកហើយ font នេះដូចគ្នាយើងឆ្លាញ់ font អីយើងរើស font ហ្នឹងណាបាទបន្តមកទៀតទំហំយើងអាចផ្លាស់ប្ដូរបានដែរណាបាទហើយកន្លែងនេះក្រោយគ្មាសគឺយើងអាចយកប្រហែលខ្ទង់3ខ្ទង់4ខ្ទង់អីយើងជ្រើសរើសតាមហ្នឹងណាបាទ2ខ្ទង់អីយើងអាចសេរីតាមហ្នឹងបាទតោះ3ខ្ទង់ចុះកន្លែងនេះយើងអាច merge ចូលគ្នាហ្មងទៅ merge and center នេះដាក់ចំកណ្ដាលហើយ merge ទៅកន្លែងនេះដូចគ្នាយើងអាចធ្វើការ merge ចូលណាបាទ merge ចូលតោះបន្តមកទៀតយើងធ្វើការសរសេរ description ទៅបាទពីពណ៌នេះទៅគឺកន្លែងនេះ FPMC កន្លែងនេះគឺ FCT កន្លែងនេះគឺ FR កន្លែងនេះគឺ FV EC មួយនិង GC កន្លែងនេះយើងនិយាយអំពី property របស់បេតុងណា property of concrete ឬក៏លក្ខណៈសម្បត្តិរបស់បេតុងណាបាទតោះហើយកន្លែងនេះយើងអាចធ្វើការសេរីទំហំអីផ្សេងបានណាយើងអាច select ចេះមកដើម្បីសេរីវាបានទំហំស្មើគ្នាណាតោះឥឡូវយើងសរសេរមកយើង property of concrete ឬក៏សរសេរជាខ្មែរក៏បានដែរលក្ខណៈសម្បត្តិរបស់សម្ភារៈបេតុង
តោះកន្លែងនេះអាចដូរ font វាទៅយើងឆ្លាញ់ font អីឬ font ហ្នឹងណានេះ font ខ្មែរណាតោះសេរីធំតិចក៏បានតោះហើយយើងអាច highlight ពណ៌ឬក៏អីផ្សេងដែលយើងឆ្លាញ់ណាតោះកន្លែងនេះគឺ Prim C ណាបាទ Prim C ដាក់ពណ៌សមកទៅដើម្បីឆ្លុះបន្តិចណា Prim C តោះຂະຫນາດវាគឺ megapascal MPa តមកទៀតកន្លែងនេះគឺ FCT space មួយមក MPa តោះនេះដោយសារយើងសរសេរទៅវា load អក្សរតូចចឹងយើងសរសេរម្ដងទៀតមកបន្តមកទៀត FR MPa ຂະຫນາດ megapascal បន្តមកទៀត FV shear strength យើងຂະຫນາດ megapascal បន្តមកទៀត EC ຂະຫນາດ megapascal តោះមួយនេះយើងតើយើង insert ណា insert symbol ណាតោះរកមួយមកនេះមួយយើង search កន្លែង grid and coptic មកតមកទៀតរកមួយមកនេះហើយ insert មកតមកទៀតយើងមាន GC ຂະຫນາດ megapascal តោះហើយយើងអាចយក bold ទៅក៏បានតោះបន្តមកទៀតកន្លែងនេះបើយើងចង់ដាក់ subscript យើង select លើអក្សរ C មកបន្តមកទៀត right click format cell ហើយយើងយកពាក្យថា subscript វាមាន superscript មាន strike out អញ្ចឹងយើងយក subscript មកកន្លែងនេះចង់បាន bold italic regular ឬក៏ bold italic ទំហំប៉ុន្មាននេះយើងអាចដូរបានណាតោះតែខ្ញុំអត់ដូរទេយកប៉ុណ្្នឹងចុះអូខេមកទឹក Prim C ដូចគ្នា FCT យើងអាចចុច control លេខ1ក៏បានដែរបាទបន្តមកទៀត FR control លេខ1មកយក subscript មកតមកទៀតគឺ FV តមកទៀតគឺ EC តមកទៀតគឺ GC បាទតោះកន្លែងនេះយើងចង់បានដិតអីយើងអាចយក bold លេខក៏បានដែរណាបាទដិត trade អីអាស្រ័យលើយើងឯណាបាទតោះអាចថាប់ប៉ុណ្ណឹងចុះបន្តមកទៀតយើងអាចធ្វើការខ្វែងមកនេះអញ្ចឹងវានឹងអាប់ដេតចូលនៅក្នុង market ណាបាទករណីបើសិនជាវាអត់ប៉ិនតតឹងរបស់กระดาษយើងគឺយើងអាចធ្វើការសេរីនេះធំតិចមកនេះអញ្ចឹងអាចវាពេញស្មើกระดาษណាបាទតោះអាចបែបនេះណាបាទហើយបើករណីវាបង្ហាញអត់អស់យើងអាចទាញចុះឡើងចុះបានណាបាទឡើងចុះបានតោះវាឃើញរៀងព្រាបន្តិចណាបាទដោយសារយើង zoom វា150បើយើងចង់មើលវាឲ្យឃើញអត់ព្រាយើងដាក់មក100មកអញ្ចឹងយើងឃើញអក្សរអីលេខអីហ្នឹងគឺវាអត់ព្រាលទេណាបាទដោយសារយើងអាចថាដោយសារយើង zoom ទៅវាឃើញរៀងបែកតិចណាតោះអត់អីទេណាតោះបន្តមកទៀតគឺយើងអាចចូលទៅសរសេរអំពី property របស់ steer reinforcement បានទេណាបាទយើងអំពីលក្ខណៈសម្បត្តិរបស់សរសៃដែកដែលយើងប្រើប្រាស់នៅក្នុងមុខកាត់បេតុងដែលយើងហៅថាដែកពង្រឹងឬក៏ដែកអាមេណាជាបេតុងអាមេណាបេតុងពង្រឹងដោយសរសៃដែកណាតោះអញ្ចឹងពេលដែលយើងសរសេរទៅជាតារាងបែបនេះគឺងាយស្រួលមើលណាងាយស្រួលមើលមិនយើងមើលទៅគឺ Prim C 20 megapascal អញ្ចឹង FCT គឺ 2.5 FR គឺ 2.77 ណា FV EC 1 GC ណាអញ្ចឹងងាយស្រួលជាងយើងមើលជា matrix បែបនេះណាតោះឥឡូវបន្តទៅដល់លក្ខណៈសម្បត្តិរបស់សរសៃដែកម្ដងណា
đại khung ní đại cứ dương từ xe âm pi các cái địa tầm ngón đại được cầm mặt đại nó không mà mát miền đại pi vào mũi lý đo tầm hôm hàm pal hay nó không ní cứ mặt miệt vào đại gà má ấy gà rô ấy nó cứ per pom vậy rồi 50 kg đòi dương cái địa rồi tầm ngón được cầm mặt bảo viên nó cứ tamรูปมนต์มาเมียดคือสมาดังมาใจจมูกนังเมียดจริงตีเรามาเมาวิสมาจมูกนังมาเมียดคนจมูกนังเมียดนะเจ้าบ่ยังจังบ้านเมียดได้ขนมไม้ก่อนแต่ยอกลาบติดได้คนนังประวัติอะไรไม้ตั้งยังนังเคยตำงนได้หรือกับมาได้ขนมไม้ด้วยนะบ่าได้ยังเตียนเชียรูปมนต์บ้านได้กระเริ่มมา100 ปีนะบ่านั่งไงยังเตียนเจงปีรูปมนต์นังเมานะมาเมียดมารูปมนต์มาเมียดยังตีเรามานะบ่าต่อให้ยังเมียนแต่ตองจมูกนังสเตรสสเตรนบ่าบ่ได้อีกสิ่งยังอาจพูดการตัดสินในขนมได้ต่อแล้วก็มอยคาดเปยุคือยังโจtừ từใส่ได้bằng rừngได้มาđó đàoยังจะใช้ปีเพียบทนเตียนบ่ได้เพียบทนเตียนยีลบ่ได้นะบ่ายีลสเตรนเพียบทนเตียนยีลบ่ายังตั้งโดยแอปไวนะบ่าโดยมัดมาคือ control 10 มาไว้10 ปีสมาจังยังอาจกำหนดไว้ยังมาใบรอยเก้าปีรอยเก้าพรำปีรอย3 500 500หรือก็ประมาณจังนี่บ่าต่อจังบัดได้ยังมีเฉินเพนเลอร์ติฟซ่าไปยังจังแก่นี้ยังเรือตามและคันหนังกากำหนดบ่วิศวกรแก่นี้มันแน่นะจังยังไอประกาศตกเจ้าละหายตั้งยังไอประกาศมีนโดยเฉพาะปีรอย35อะไรยูนิตนี่ยังได้มากเมกะปาสคาลยังอาจมีนถาปีสายปรามไม่ยังtớiบ่าต่อมาที่ยังมีนปีรอยเก่าปรามนะใบรอยเก่าหรือก็400 เมกะปาสคาลจุดตั้งได้ในเรื่องที่สายยังเจอหนมีนใบรอยเก่าหรือก็ SD 400นะบ่า equivalent เบี้ยไป400 เมกะปาสคาลให้แสดงปี35ปีเก่าปรามไหมนะបើយើងមានដៃដល់420ដៃដល់550ទៀតយើងអាចបង្កើតទុកចោលទៅណាក្នុងករណីយើងមានប្រើណាតោះឥឡូវយើងបង្កើតហ្នឹងចុះចឹងកាលណាយើងសរសេរបែបហ្នឹងវាអត់ទិញຂនាតឲ្យយើងទេណាហើយបើយើងចង់បង្ហាញលទ្ធផលគឺយើងអាចបង្ហាញបានគ្រាន់តែចុចសញ្ញាស្មើមកនេះបង្ហាញណាតោះតែបើយើងអត់ចង់ឃើញវាពីរជួរចឹងទេគឺយើងអាចបង្ហាញຂនាតនៅកន្លែងនេះបានដែលយើងសរសេរ description បង្ហាញនៅខាងមុខនេះ235 MPa ណាអញ្ចឹងវាមិនមែនយកលេខនេះទៅប្រើទេវាមិនយកកន្លែងនេះទៅប្រើនេះគ្រាន់ description ណាអញ្ចឹងលេខដែលយកប្រើគឺនេះហើយຂនាតវាមេហ្គាប៉ាស្កាលនេះតែយើងសរសេរដើម្បីយើងចង់ឲ្យវាឃើញចេញមានຂនាតទេណាបាទតោះបន្តមកទៀតយើងមាន245 MPa យើងមាន295 MPa យើងមាន390 MPa យើងមាន400 MPa យើងមាន420 MPa ឬក៏យើងមាន550 MPa ណាតោះថាប៉ុណ្្នឹងចុះចឹងគាត់ថាយើងប្រើដែក390ឬ390មកតមកទៀត strand បដែកmodulastic បដែក modulastic បដែកគឺគ្រប់all grade of steel បាទគឺនៅក្នុងcode ACI សម្រាប់ដែកពង្រឹងយើងគឺ200 gigapascal ឬក៏200 megapascal control 10 m យើងតាំងដោយ ES បាទស្មើទៅនឹង200 gigapascal ឬក៏ចុចសញ្ញាស្មើមកវាស្មើទៅនឹង2 × 10⁵ megapascal ឬក៏យើងទៅសេចលេខរាយយើងយកពាក្យdecimal មកបាទ200 megapascal តោះបើយើងអត់ចង់ឃើញជា megapascal ទេដាក់ជា giga អញ្ចឹងចុះក៏បានដែរអីបន្តមកទៀតបំរែបំរួលធៀបណារបស់ដែកណាបំរែបំរួលធៀបរបស់ដែកអញ្ចឹងបំរែបំរួលធៀបរបស់ដែក epsilon ណាអញ្ចឹងយើងអាចតាំងដល់ epsilon ty ឬក៏ epsilon y ណាE ទៅ control G មក epsilon y ស្មើអញ្ចឹងស្មើនឹង fy ចែកជាមួយនឹង ES
តោះបន្តមកទៀតយើងមានម៉ាស់មៀតបោះដែកដើម្បីយើងរកម៉ាស់បោះដែកណានៅក្នុង1ម៉ែត្រណាបាទអញ្ចឹងម៉ាស់មៀតយើងតាំងដោយ gamma s ក៏បានយើងតាំង rho s ក៏បានដែរអញ្ចឹងបើយើងតាំងដោយ rho យើងទៅសេមកគឺ a ទៅ control g control សញ្ញាដកមកយើងដាក់ subscript 10.2 មកស្មើ 7850 គីឡូក្រាមក្នុង1គីបដើម្បីដាក់ស្វ័យគុណ3ហ្នឹងចុច10លេខ6មកតើមិនដាក់ស្វ័យគុណប៉ុន្មានក៏បានដែរ1 2 3 4អីចឹងទៅបាទអញ្ចឹងបើយើងគីបស្វ័យគុណ3បន្តមកទៀតយើងមានកត់ផ្ចិតបដៃណាតោះចឹងដៃយើងមានចាប់ពី6លីទៅអញ្ចឹងកត់ផ្ចិតយើងតាំងដោយ dB ក៏បានយើងតាំងដោយអីក៏បានដែរណាតោះនៅក្នុងនេះខ្ញុំតាំងដោយ phi ណាអញ្ចឹងតាំងដោយ phi s ណាបាទ 10.2 ស្មើតោះអញ្ចឹងដោយសារដៃយើងមានច្រើនមកកាត់អញ្ចឹងយើងទៅសេ style ជា matrice ដូចមិញណាបាទតោះអញ្ចឹងយើងសេមកគឺ control M មក matrice មកយើងសរសេរ matrice មួយជួរដេកច្រើនជួរឈរចាំយើងបដូរជួរដេកទៅជួរឈរទៅជួរដេកដោយ matrice transpose ណាចឹងមាន6យើងមាន8យើងមាន10យើងមាន12យើងមាន14យើងមាន16យើងមាន18 20 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168 169 170 171 172 173 1
25 28 32 36 43 57 តោះបន្តមកទៀតយើង space 1 space 2 មកកដោបមកហើយយើងគុណ10លេខ8មកគុណជាមួយនឹងຂະຫນາດមីលីម៉ែត្របន្តមកទៀតយើងបដូរវាទៅជា matrice transpose យើង space កដោបមក control shift t មកតោះចាប់ពេលហ្នឹងបើយើងឲ្យបង្ហាញលទ្ធផលយើងនឹងឃើញផ្លាស់ប្ដូរពីជួរដេកទៅជួរឈរបែបនេះនេះណាបាទយើងសរសេរចេះដើម្បីកុំឲ្យវាខាត space កន្លែងសរសេរបញ្ឈរចេះវាខាតណាអញ្ចឹងហើយបានខ្ញុំសរសេរមួយជួរដេកច្រើនជួរឈរហើយចាំខ្ញុំផ្លាស់ប្ដូរដោយ matrice transpose វិញតោះបន្តមកទៀតយើងកណនីកលាផ្ទៃដែករូបមន្តយើងគឺ AS ស្មើទៅនឹងបើកវងកញ្ចក់មកគឺ pi p ទៅ control g pi គុណជាមួយនឹង phi s f ទៅ control g មក phi s 10លេខ6ស្វ័យគុណ2 space 1 space 2 space 3ចែកមកចែកជាមួយនឹង4បាទនេះកលាផ្ទៃណាបាទបើយើងចង់បង្ហាញលទ្ធផលយើងអាចបង្ហាញបាទនេះចេញបែបនេះណាតោះអញ្ចឹងដៃ6លីកលាផ្ទៃ28ណាដៃ8លីកលាផ្ទៃ50ណាអញ្ចឹងដៃយើងប្រមាណលីកណនីមកគឺឃើញកលាផ្ទៃវាតាមហ្នឹងអានេះកលាផ្ទៃមួយដើមណាបាទតែបើយើងចង់បានកលាផ្ទៃច្រើនដើមបាទយើងចង់បានកលាផ្ទៃច្រើនដើមតោះចង់បានកលាផ្ទៃច្រើនដើមបែបនេះយើងគុណជាមួយនឹង n ដែល n ហ្នឹងកំណត់មកពី1ដល់9 1ដល់10 1ដល់20 1ដល់100ក៏បានដែរណាបាទតោះប៉ុន្តែកាលណាយើងច្រើនដើមពេកយើងរុញចូលក្នុង Excel ទៅវាចាប់ចូលក្នុង Matcat ទៅវាចៀតពេកណាអញ្ចឹងខ្ញុំគិតពី1ដល់9បានដែរគ្នាយើងចាំបង្កើតពី1ដល់ប្រហែលក៏បានដែរអីណាតោះអញ្ចឹងកន្លែងនេះយើងកំណត់rank variable មកឥឡូវថាយើងកំណត់ពី1ដល់9អញ្ចឹងយើងតាំងមក control shift m មកដូរមួយម៉ាត់ n 10.2 ស្មើចុចលេខ1មកសញ្ញាចុចម្ដងចុច2ដងមកអញ្ចឹងវាចេញ rank variable 1ដល់9តោះសញ្ញាចុចឲ្យកន្លែងសញ្ញាខណ្ឌយើងណាបាទបន្តមកទៀតយើងកណនីកលាផ្ទៃរបស់ដែកមកដោយជាប់ជាមួយនឹង n ហ្នឹងចឹងតាំង AS n ណាអញ្ចឹងយើងចាប់ matrice column យើងបាទអញ្ចឹងយើងចុច control shift c មក matrice column នៃ n យើងពី1ដល់9តមកទៀត space 1 space 2ក្តោបយើង 10.2 តាំងមកគឺស្មើទៅនឹង n គុណជាមួយនឹងបើកវងកញ្ចក់ p ទៅ control g pi គុណជាមួយនឹង phi s បាទលើកជាការ៉េ space មកចែកជាមួយនឹង4ណាអញ្ចឹងយើងឃើញ
កាឡាផ្ទៃដែកពី1ដល់9តោះបន្តមកទៀតបើយើងចង់បានម៉ាស់ដែកឬក៏ទម្ងន់ដែកក្នុង1ម៉ែត្រយើងអាចតាំងដោយ WS ក៏បានតាំងដោយ MS ក៏បានចែកចិត្តយើងម៉ាស់ដែកគឺស្មើទៅនឹងស្មើទៅនឹងមៀត្រអញ្ចឹងមៀត្រយកកាឡាផ្ទៃកាឡាផ្ទៃដែកបាទគុណជាមួយនឹងប្រវែង L ណាបាទថា L យើងតាំងទៅ L ស្មើ1ម៉ែត្រណា L ស្មើ2ម៉ែត្រអញ្ចឹងវាគុណតាមនឹងឲ្យយើងណាបាទតែបើយើងចង់បានຂະຫນាតក្នុង1ម៉ែត្រគឺយើងមិនបាច់គុណក៏បានដែរឲ្យវាចេញຂະຫນាតក្នុង1ម៉ែត្រហ្មងបើយើងគុណ1ម៉ែត្រទៅវាអត់មានຂະຫນាតទេវាចេញគីឡូក្រាមហ្មងតែបើយើងចង់បានຂະຫນាតមិនបាច់គុណនឹង1ម៉ែត្រទេអញ្ចឹងពេលកណិតមកគឺយើងគុណតែជាមួយនឹងរ៉ូមកបាទអញ្ចឹងពេលហ្នឹងវាចេញຂະຫນាតក្នុង1ម៉ែត្រណាបាទព្រោះអានេះយើងគិតមកវាຂະຫນាតក្នុង1ការ៉េអានេះវាក្នុង1គីបអញ្ចឹងដល់ពេលយើងស៊ីសងគ្នាទៅវាសល់គីឡូក្រាមក្នុង1ម៉ែត្រទេណាបាទអញ្ចឹងបាច់គុណថែមនឹង L ទៀតទេអាហ្នឹងបើយើងគុណថែម L យើងតាំងដល់ L 1ម៉ែត្រ2ម៉ែត្រ3ម៉ែត្រអញ្ចឹងពេលហ្នឹងអាម៉ាស់ដែកឬក៏ទម្ងន់ដែកនេះគឺវាអត់មានຂະຫນាតទេវាចេញជាគីឡូក្រាមហ្មងបើយើងដាក់ L 1ម៉ែត្រកណែឃើញប៉ុន្មានគីឡូក្រាមណាបើយើងចង់បានຂະຫນាតក្នុង1ម៉ែត្រយើងមិនបាច់គុណជាមួយនឹង L ទេណាបាទអញ្ចឹងຂະຫນាតវាចេញក្នុង1ម៉ែត្រនេះណានេះຂະຫນាតចេញគីឡូក្រាមក្នុង1ម៉ែត្រទេណាអត់ទេអញ្ចឹងបើយើងគុណនឹង L ថា L យើង1ម៉ែត្រនេះគុណ1ម៉ែត្រទៅវាអត់មានຂະຫນាតក្នុង1ម៉ែត្រទេអញ្ចឹងទៅតើនេះអាហ្នឹងយើងសេរីតាមហ្នឹងណាបាទតោះមិនគុណនេះគុណខាងក្រោមនេះនេះបើយើងគុណ1ម៉ែត្រឃើញអត់ຂະຫນាតទេនេះបើយើងគុណ12ម៉ែត្រយើងឃើញសរុប12ម៉ែត្រនេះអញ្ចឹងប៉ុន្មានគីឡូក្នុងមួយដើម12ម៉ែត្រណាបាទតោះអត់អីអានេះយើងគិតក្នុង1ម៉ែត្រទៅយើងចង់បាន12ម៉ែត្រយើងគ្រាន់តែគុណនឹង12ម៉ែត្រទៅយើងនឹងឃើញទម្ងន់ដែកម្ដងក្នុងម្ដងណាតោះកន្លែងនេះយើងលុបវិញចុះចាំយើងរុញវាចូលក្នុង Excel វិញណាបាទតោះដូចគ្នាខាងក្រោមនេះយើងចង់បង្ហាញលទ្ធផលវាក៏បានដែរឧទាហរណ៍យើងចង់បង្ហាញពីក្របចិត្តដែកយើងក៏ដាក់ VM ហ្នឹងស្មើមកនេះក្របចិត្តដែកដែលយើងទៅសេពីលើហ្នឹងមិញណាតោះយើងចង់បានកាឡាផ្ទៃដែកក្នុងមួយដើមហ្នឹងគឺយើងបង្ហាញមក AS ស្មើនេះណាចាប់ទាញមកពលាតវាអានេះចង់បានຂະຫນាតជា decimal ឬ decimal ចង់បាន3ខ្ទង់ឬ3ខ្ទង់បាទតោះហើយបើយើងចង់បាន ASN មិញគឺយើងអាចបង្ហាញបានណា ASN នេះអញ្ចឹងដែកយើងមិញគឺចាប់ពីមួយដើមរហូតដល់9ដើមអញ្ចឹងវារៀងស៊ីស្ពេសបន្តិចកាលណាយើងបង្ហាញអញ្ចឹងណាបាទអញ្ចឹងវារៀងស៊ីស្ពេសបន្តិចអញ្ចឹងមិនយើងចាំរុញចូលក្នុង Excel វិញណាបាទតោះឥឡូវបាច់បង្ហាញ ASN ក្នុងហ្នឹងទេចាំយើងរុញវាចូលក្នុង Excel វិញណាតោះបន្តមកទៀតបើយើងចង់បង្ហាញអីគេចង់បង្ហាញម៉ាស់ដែកបាទអញ្ចឹងយើងសេមក MS មក WS ក៏បាន MS ក៏បានបាទនេះតែអញ្ចឹងមានន័យថាដែក6លីកាឡាផ្ទៃវាគឺ 28.27 មីលីម៉ែត្រការ៉េក្នុងមួយដើមក្នុងមួយដើមណាបាទហើយបើម៉ាស់វាវិញឬក៏ទម្ងន់វាវិញគឺ 0.222 គីឡូក្រាមក្នុង1ម៉ែត្រណាបាទអានេះតកតងជាមួយនឹងការកណិតដៃយើងណាបាទនេះទាញតាមរូបមុនមកកណិតនេះឃើញនេះណាគីឡូក្រាម0.39នេះណាបាទតោះបន្តមកទៀតដើម្បីឲ្យស្រួលមើលគឺដូចមិញអញ្ចឹងគឺយើងអាចធ្វើការរុញវាចូលទៅក្នុង Excel ណាបាទយើង input ចូលក្នុង Excel ណាប៉ុន្តែចេញក្រៅសិនណាកំនៅក្នុងនេះវាអត់ស្គាល់ទេណាបាទអញ្ចឹងចេញក្រៅមកបន្តមកទៀតយើងចូលទៅ insert Excel component តោះយើងចាប់ពលាតមកបាទដូចមិញដែរគឺយើងរុញលទ្ធផលហ្នឹងចូលទៅក្នុងតារាង Excel អញ្ចឹងយកពី input ណាបាទតោះ
បន្ទាប់មកយើងអាចចូលទៅ insert input expression តោះមកយើងចង់រុញអីចូលឥឡូវចង់រុញ phi s ណាកន្លែងនេះយើងដាក់មក phi s ទឹកបើចង់បានຂະຫນាតវាទេយើងចែកប្រៃຂະຫນាតមកណាដូចមិញអញ្ចឹងបើយើងចង់រុញចូល cell មួយណាគឺយើងកំណត់ cell ដែលយើងចង់រុញចូលបើយើងដាក់ A1 វាចូល A1 យើងដាក់ A2 ចូល A2 យើងដាក់ A3 ចូល A3 ណាអញ្ចឹងអាស្រ័យគ្នាយើងចង់រុញចូលនៅក្នុង cell មួយណាណាបាទតោះអញ្ចឹងយើងទុក2ជួរសម្រាប់ cell description ទៅអញ្ចឹងយើងឲ្យវារត់ចូលពី A3 ទៅតមកទៀតយើងចូលទៅលុបហើយយើងខ្វាយមកវា refresh result ឲ្យយើងតោះបន្តមកទៀតយើងរុញឲ្យចូលទៀតយើងរុញក្លាផ្ទៃដែក ASN បាទយើងរុញចូល ASN ណាបាទ AS គឺគិតក្នុងមួយដើម ASN គិត N ដើមតមកទៀតຂະຫນាតវាគឺមីលីម៉ែត្រការ៉េតោះអញ្ចឹងបាទនេះ A បាទនេះ B 3អញ្ចឹងវានៅ array យើងហ្មងណា B 3 C 3 D 3រហូតដល់9ណាអញ្ចឹងបើយើងមើលទៅវា1 2 3 4 5 6 7 8 9អញ្ចឹងវារហូតដល់ J ណាបន្តមកទៀតយើងរុញម៉ាស់ដៃចូលមកបាទទម្ងន់ដៃឬក៏ម៉ាស់ដៃក្នុង1ម៉ែត្រអញ្ចឹងកន្លែងនេះគឺ MS ណាអញ្ចឹងយើងចូលទៅ J មិញដល់ J ណាអញ្ចឹង J អញ្ចឹងដល់ K ណាបាទយើងរុញចូលទៅ cell K3 តោះຂະຫນាតវាគឺគីឡូក្រាមក្នុងម៉ែត្រតោះយើង double click មកនេះនឹងចូលក្នុង Excel យើងណាបន្តមកទៀតយើងធ្វើការតុបតែងលម្អវាទៅដើម្បីស្អាតណាបាទយើងអាចដាក់ border insert border all border មកយើងអាចសេរីលេខហ្នឹងឲ្យចំ middle ចំកណ្ដាលបាទ font យើងឆ្លាញ់ font អីយើងរើស font ហ្នឹងបាទបន្តមកទៀតក្រោយក្បិសយើងអាចយកត្រឹម3ខ្ទង់អីទៅបានដែរកុំឲ្យច្រើនពេក2អីក៏បានដែរសាច់ចិត្តយើងណាបាទតោះតែកន្លែងទម្ងន់នេះយើងអាចយក3ចឹងម៉ាស់ដែកនេះតោះបន្តមកទៀតកន្លែងនេះគឺយើងអាចសេ description ណាបាទតែពីរនេះខ្ញុំអាចមើលចូលគ្នាសេជាអង្កត់ចិត្តដែកកន្លែងនេះយើងសេពីកាឡាផ្ទៃដែកកន្លែងនេះយើងសេពីម៉ាស់ដែកបើហើយកន្លែងនេះយើងអាច highlight ទៅស្រឡាញ់ពណ៌អីយើង highlight ពណ៌ហ្នឹងអញ្ចឹងណាហើយពណ៌អក្សរយើងអាចរើសមកបាទឧទាហរណ៍កន្លែងនេះគឺ area of steering bar កាឡាផ្ទៃដែកឬក៏សេជាភាសាខ្មែរក៏បានដែរគឺក្រឡាផ្ទៃដែកកាឡាផ្ទៃដែកជើងចង់បានຂະຫນាតឬក៏សរសេរຂະຫນាតវាគឺយើងសេមកមីលីម៉ែត្រការ៉េអញ្ចឹងទៅណាតោះ font វាយើងដូរ font មកណាយើងដូរមក font ខ្មែរ OS សៀមរាបអញ្ចឹងទៅឆ្លាញ់ font អីឬ font ហ្នឹងណាបាទតោះនេះអាច break ឲ្យធំតិចតោះនេះដូចគ្នាយើងចង់ break យើងអាច break ដែរណា break ឲ្យធំតិចណាបាទតោះកាឡាផ្ទៃដែកកន្លែងនេះគឺអង្កត់ផ្ចិតដែក diameter ណាបាទអញ្ចឹងអាចសេថាអង្កត់ផ្ចិតដែកតោះអង្កត់ផ្ចិតដែកតោះ select ចេះមកទាំងអស់មកតោះកន្លែងនេះយើងអាចយកពាក្យរាប់តិចមកបាទវាអត់អស់ណាតោះហើយវាចង់បង្ហាញຂະຫນាតយើងសរសេរຂະຫນាតមកមីលីម៉ែត្រហើយចង់បានរូបមន្តទៀតយើងអាច insert phi មកបាទ phi s អញ្ចឹងទៅបាទតោះចាំយើងកែតាមក្រោយតោះនេះ10មួយរៀងធំពេកអាចសេរីត្រឹម10អីទៅក៏បានដែរហើយសេរីនេះទៅតឹងឲ្យធំតិចមកអញ្ចឹងចូលហើយណាតោះបន្តមកទៀតកន្លែងនេះគឺម៉ាស់ដែកណាឬក៏ទម្ងន់ដែកនៅក្នុង1ម៉ែត្រណាបាទតោះអញ្ចឹងយើងសេទម្ងន់ដែកអញ្ចឹងបានណា
ទម្ងន់ដែកតើយើងតាំងដោយ ms ចឹងទៅក៏បានហើយຂະຫນາດវាគឺគីឡូក្រាមក្នុង1ម៉ែត្រហើយយករាប់តិចបាទcontrol លេខ1មកយើងរុញវាទៅជា subscript ណាដូចគ្នាកន្លែងនេះគឺ subscript ណាបើយើងចង់បានរាងធំយើងអាច select ទៅនឹងមកយើងបរិច្ឆេទធំតិចទៅដូចគ្នាណាកន្លែងនេះណាបើយើងចង់បានឲ្យធំ select មកយើងបរិច្ឆេទទៅណាបាទតោះអញ្ចឹងប៉ុណ្្នឹងមកបន្តមកទៀតនេះកាឡាផ្ទៃដែកណាអញ្ចឹង AS មក control លេខ1 subscript មកចានេះយើងដាក់ superscript ស្វ័យគុណណាបាទហើយកន្លែងនេះគឺយើងអាចបរិច្ឆេទមកតោះហើយដូចគ្នា font នេះគឺស្រឡាញ់ font អីយើងអាចដូរ font បានណាកន្លែងហ្នឹងអីណាតោះហើយកន្លែងនេះគឺយើងមានចាប់ពីមួយដើមបាទ2 3 4 5 6 7 8 9ណាហើយចង់បានដិតយើងបាទយកបូលមកហើយបើយើងចង់បានជា font អីផ្សេងយើងអាចរើសមកណាតោះទំហំនេះអាចយករៀងតូចតិចទៅ10អីក៏បានដែរហើយចាំមើលយើងរុញចូលនៅក្នុង market សិនតើវាfit ជាមួយនឹងតតឹងกระดาษអត់តោះយើងអាចខ្វែងមកកន្លែងនេះយើងអាចហាយបានណាតោះអញ្ចឹងវាអត់អស់ទេអត់អស់ទេអញ្ចឹងបើអត់អស់ទេយើងអាចសេរីធ្វើម៉េចអត់អស់ណាតោះអញ្ចឹងយើងអាចសេរីតតឹងនេះតិចទៀតក៏បានដែរនេះប៉ុណ្ណេះដូចជាអាចចូលហើយណាតើបញ្ចូលទេយើងអាចយកប៉ុណ្ណឹងទៅក៏បានដែរនេះទាញឲ្យអស់មកណានេះណាតោះចានេះកត់ផ្ចិតដែក VS ຂະຫນາດមីលីម៉ែត្រហើយកលាផ្ទៃដែក AS គឺຂະຫນາດមីលីម៉ែត្រការ៉េហើយទម្ងន់របស់ដែកគឺຂະຫນາດជាគីឡូក្រាមក្នុង1ម៉ែត្រណាអញ្ចឹងបើគ្នាយើងគិតថាប៉ុណ្ណឹងសមរម្យហើយគឺយើងអាចយកប៉ុណ្ណឹងទៅណាហើយបើគ្នាយើងគិតថាចង់សេរីថែមថយអីទៀតអូខេអាចសេរីបានណាបាទអត់អីទេគិតមកសមរម្យខ្លួនឯងមកណាបាទតោះអញ្ចឹងតកតងជាមួយនឹង property of stereo reinforcement ដូចជាកន្លែងនេះគឺខ្ញុំមានប៉ុណ្ណឹងណាតកតងជាមួយនឹង strength ដែក elastic បំរែ loading ធៀបណាម៉ាស់មៀតរបស់ដែកកត់ផ្ចិតកលាផ្ទៃណាក៏ដូចជាម៉ាស់របស់ដែកឬក៏ទម្ងន់របស់ដែកក្នុង1ម៉ែត្រណាតោះអញ្ចឹងចេញពីហ្នឹងទៅខ្ញុំមានមួយទៀតណាមានមួយទៀតដែលនិយាយអំពីbundle reinforcement ណាបណ្ដុំនៃដែកណាបាទតោះអញ្ចឹងនៅក្នុង bundle reinforcement នេះគឺជាទូទៅយើងប្រើវានៅពេលដែលបរិមាណដែកនៅក្នុងមុខកាត់ហ្នឹងវាច្រើនលើសលប់ណាបាទមានន័យថានៅពេលដែលមុខកាត់ហ្នឹងត្រូវបានដាក់ដែករហូតដល់ maximum អញ្ចឹងពេលហ្នឹងការតរៀបដែកផ្សេងៗមានការលំបាកណាតកតងជាមួយនឹងកម្រិតអីផ្សេងហ្នឹងអញ្ចឹងដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងគឺយើងអាចមានជំរើសមួយគឺយើងប្រើដែក bundle តោះ bundle reinforcement នេះណាបណ្ដុំនៃដែកណាបាទទីគាត់ថានៅពេលដែលការកែមុខកាត់ណាមុខកាត់ដែកដែលត្រូវការសម្រាប់បេតុងមានបរិមាណច្រើនឧទាហរណ៍នៅពេលដែលភាគរយដែកអតិបរមាត្រូវបានប្រើពេលនោះគេពិបាកក្នុងការពង្រាយដែកទៅក្នុងមុខកាត់បេតុងអញ្ចឹងបណ្ដុំនៃដែកចាប់ពី4អាចធ្វើទៅបានដោយមានដែកកងព័ទ្ធជុំវិញការធ្វើបណ្ដុំដែកនេះក៏អាចប្រព្រឹត្តទៅបានសម្រាប់សសរដែរបណ្ដុំនៃដែកត្រូវបានចាត់ទុកជាដែកមួយដើមសម្រាប់កំណត់កម្រិតដែកនិងកម្រាស់ការពារបេតុងអង្កត់ផ្ចិតនៃដែកតូលត្រូវបានបំបែក
ពីកាឡាផ្ទៃសកមមូលរបស់បណ្ដុំនៃដែក SI កូដបានអនុញ្ញាតឲ្យដែកបណ្ដោយអាចដាក់ជាបណ្ដុំដែលមានទម្រង់បណ្ដុំជា2 3 4ដោយបង្ហាញនៅក្នុងរូបខាងក្រោមនេះណាចឹងបង្ហាញនៅរូបខាងក្រោមនេះអញ្ចឹងបណ្ដុំនៃដែកហ្នឹងយើងនឹងកណនាទៅជាសកមមូលណាបាទកត់ចិត្តសកមមូលណាបាទដើម្បីយើងធ្វើការទៀមទាត់គម្លាតដែកផ្សេងៗណាបាទចឹងគេប្រើវាបាននៅពេលដែលបរិមាណដែកហ្នឹងគឺវាច្រើននៅក្នុងមុខកាត់ប្របាក់ក្នុងការរៀបណាបាទតោះអញ្ចឹងដូចនេះអញ្ចឹងណាអញ្ចឹងដែកឧទាហរណ៍ថានេះដែកគេលេខ6ណាទំហំដែកគេ 0.75 អញ្ចឹង2បានដល់គឺ 1.06 អញ្ចឹងមិនមែនមានន័យថា2ដើមយក 0.75 គុណ2ទៅ1កន្លះអត់ទេអញ្ចឹងយើងកណនាទៅជាអង្កត់ផ្សិតស័កមមូលវាបានតែ 1.06 ទេណាអញ្ចឹងគេទាញតាមតំណែងតំណងទៅគឺគេនឹងបានកន្លះផ្ទៃដែកស័កមមូលណាបាទតោះអញ្ចឹងដើម្បីកុំឲ្យខាត់ពេកយកឥឡូវខ្ញុំធ្វើការសរសេរយកតែម្ដងតើតងជាមួយនឹងការដែលយើងបំលែងណាបំលែងពីបណ្ដុំនៃដែក2ឬក៏3ឬក៏4ដើមទៅជាអង្កត់ផ្ចិតស័កមូលណាអង្កត់ផ្ចិតស័កមូលតោះឥឡូវយើងមានអង្កត់ផ្ចិតយើងច្រើនឥឡូវខ្ញុំសរសេរចាប់ពី6លីហ្មងទៅបាទអញ្ចឹងយើងសរសេរថា phi បាទ phi s 10.2 មកស្មើតបន្តមកទៀតយើងសរសេរជាម៉ាត្រីសមក copy ពីលើមកក៏បានសរសេរម្ដងទៀតក៏បានដែរតោះខ្ញុំសរសេរចាប់ពី6ហ្មងទៅឬក៏ 10D ទៅក៏បានដែរតោះ10 12 14 តោះឲ្យតកតងជាមួយនឹងទំហំបណ្ណាអីគេអនុញ្ញាតឲ្យប្រើបណ្ដុំនេះដែរយើងអាចទៅមើលនៅក្នុងមេរៀនលម្អិតបន្ថែមណានេះខ្ញុំបង្ហាញពីរបៀបនៃការបំលែងណាបាទអញ្ចឹងបើនៅក្នុងបទដ្ឋានគេកំណត់ឲ្យប្រើពីប្រមាណលីដល់ប្រមាណលីគេយើងអាចទៅមើលលម្អិតណាតោះយើងចុច space 1 space 2មកហើយយើង control shift t មកយើងបដូរទៅពីជួរ D ទៅជួរឈរណាបាទតោះបន្តមកទៀតកន្លែងនេះគឺបណ្ដុំនេះដែរយើងធ្វើចាប់ពី2ដើមទៅណាបាទ2 3ឬក៏4ណាបាទតោះអញ្ចឹងកន្លែងនេះ n យើងអាចកំណត់ពី2ទៅ4ក៏បានឬក៏យើងអាចកំណត់ពី1ទៅ4ក៏បានដែរអីណាបាទព្រោះ1ពេលយើងកណនាទៅវាគង់តែឃើញកន្លះផ្ទៃស័កមូលវាស្មើនឹងមួយដើមដដែលទេអញ្ចឹងខ្ញុំសរសេរពី1ដល់4ហ្មងទៅតោះបន្តមកទៀតយើងសរសេរកន្លះផ្ទៃស័កមូលឬក៏អង្កត់ផ្ចិតស័កមូលណាបាទអញ្ចឹងវាទៅជា phi s equivalent ឬក៏យើងថា require យ៉ាងក៏បានដែរតោះអញ្ចឹងកត់ផ្ចិតស័កមូលអញ្ចឹងវាយើងចាប់ n មក n យើងពី1ដល់4អញ្ចឹងចុច control shift c មកmatrix column នៃ n ណាបាទបន្តមកទៀតយើងទាញមកគឺចេញជាសមីការយើងគឺរឹសការ៉េនៃ n គុណជាមួយនឹងphi s ផ្ទុយ control G មក phi s លើកជាការ៉េណាតោះដោយ phi required នេះឬក៏ equivalent ហ្នឹងយើងទាញចេញពីកន្លះផ្ទៃណាតោះយើងថាកន្លះផ្ទៃ AS គឺស្មើទៅនឹង n គុណជាមួយនឹងphi គុណជាមួយនឹង phi s លើកជាការ៉េហើយចែកនឹង4ណាបន្តមកទៀតយើងទៅទាញរក a require ណាបាទឬក៏យើងថា as តោះ require ចុះគឺត្រូវស្មើទៅនឹង pi
p ទៅ control g មកគុណជាមួយនឹង phi s require លើកជាការ៉េហើយយើងចែកនឹង4នេះណាអញ្ចឹងយើងផ្ទឹមពីហ្នឹងមកបាទយើងផ្ទឹមពីហ្នឹងណាបាទផ្ទឹមពីហ្នឹងមកយើងបោះមកបាទអញ្ចឹងអានេះយើងបោះ raw fee required អញ្ចឹងវាទៅជាគេវាទៅជា fee as required វាទៅជាស្មើអីអញ្ចឹងបោះអានេះមក4បាទមកគុណមកអញ្ចឹង4គុណជាមួយនឹង n ផៃ phi s ការ៉េលើ4គុណផៃបោះពីផៃពីគុណមកចែកមកអានេះអា4នេះបោះទៅចែក4អស់អាផៃនេះបោះពីគុណមកចែកមកផៃចែកផៃអស់អញ្ចឹងវាសល់ phi required ការ៉េស្មើទៅនឹង n phi s ការ៉េអញ្ចឹងដល់ពេលយើងចង់បាន phi required យើងបំពាក់ radical សងខាងមកដើម្បីយើងផ្ដាច់ការ៉េណាអញ្ចឹងវាទៅជាphi required ហ្នឹងគឺស្មើនឹងរឹសការ៉េនេះ n phi s ការ៉េណាយើងទាញទៅជាអង្កត់ផ្ចិតស័ក្តិមូលណាអង្កត់ផ្ចិតស័ក្តិមូលតោះបន្តមកទៀតយើងអាចបង្ហាញចម្លើយអីនៅខាងក្រោមបានណាបាទតោះដោយយើង control shift m មកយើងចង់បង្ហាញពី phi យើងដាក់ phi មក phi s ស្មើមកនេះ phi s កប់ចិត្ត phi s ណាកប់ចិត្តដែកណាតោះបន្តមកទៀតបើយើងចង់បង្ហាញពីphi required យើងចុចថា phi s require មកនេះស្មើប៉ុណ្ណេះតោះអញ្ចឹង n ស្មើ1វាស្មើដដែលទេឃើញអត់បាទអញ្ចឹងចាប់ពី2ទៅទៅអីគេទៅកត់ផ្ចិតស័ក្តិមូលវាគឺស្មើនឹង14មានន័យថាមកដើម10លីដល់យើងបណ្ដុំវា2ដើមអញ្ចឹងកត់ផ្ចិតស័ក្តិមូលវាគឺបានតែ14លីទេហើយបើយើងបណ្ដុំ3ដើមគឺកត់ផ្ចិតស័ក្តិមូលវាបាន17ហើយបើយើងបណ្ដុំ4ដើមគឺកត់ផ្ចិតស័ក្តិមូលវាគឺបាន20លីណា20លីណាតោះអាហ្នឹងតកតងជាមួយនឹងបណ្ដុំនៃដៃណាបាទតោះនេះណាតកតងជាមួយនឹងកប់ចិត្តឬក្លាបទីដៃស័ក្តិមូលវាណាបាទអញ្ចឹង2ដើមនេះស័ក្តិមូលមកណាបាទ3ដើមឬក៏4ដើមណាបាទអានេះគឺ equivalent cross sectional area អានេះគឺ external minimum perimeter អានេះបរិមាត្រខាងក្រៅណាបាទ minimum អានេះគឺបរិមាត្រខាងក្រៅគិត maximum អញ្ចឹងគេត្រូវបំលែងពីបណ្ដុំ2ហ្នឹងទៅជាអង្កត់ចិត្តស័ក្តិមូលមួយដើមបែបនេះណាបាទមិនមែន10លី2ដើមលេងស្រាប់តែ10បូក10គិតវាជាអង្កត់ផ្ចិត20លីអត់ត្រូវណាបាទអញ្ចឹង10លី2ដើមអង្កត់ផ្ចិតស័ក្តិមូលវាគឺបានតែ14ទេបើ3ដើមបាន17ហើយបើ4ដើមគឺបាន20សម្រាប់តែ10លីណាបាទតើហើយនៅក្នុងនេះដូចជាមាននិយាយដែរណាបាទតើតើមួយនឹងបានដល់បាហ្នឹងគឺត្រូវព័ទ្ធជំវិញដោយដែកទទឹងបាទដែកកងណាបាទហើយបានដល់បា compression member គឺគួរតែព័ទ្ធជំវិញដោយដែកទទឹងយ៉ាងហោចនេះគឺដែក13លីណាទំហំដែកទទឹងឬក៏ដែកកងណាបាទហើយដែកដែលធំជាង36ណាมันគួរត្រូវបានដាក់វាជាបណ្ដុំនៃដៃនៅក្នុងថ្នាំទេណាអញ្ចឹងដូចខ្ញុំបានលើកឡើងមុនហ្នឹងអញ្ចឹងយើងទៅមើលទៅលក្ខខណ្ឌនៅក្នុងកូដគេឲ្យប្រើចាប់ពីម៉ាលីទៅលក្ខខណ្ឌអីខ្លះណាបាទហើយតកតងជាមួយនឹងការកណនាប្រវែងប្រកបឬក៏ប្រវែងទំពក់ប្រវែងតដៃហ្នឹងវាមានបញ្ហាទៅលើ
ការប្រើប្រាស់ដៃបានដល់ដែរណាចឹងគេថាសម្រាប់ development length for individual bar within a bundle intention or compression shall be that of individual bar increase 20% for 3 bar bundle បាទ and 33% for 4 bundle 4 bar bundle ណាចឹងវាមានបញ្ហាដែរតើតើជាមួយនឹងវាយប្រកបតំបន់ទីតំបន់សកត់ណាបាទសម្រាប់ដៃដែលយើងប្រើដៃបណ្ដុំ3ដើមគឺគេឲ្យយើងបង្កើនវា 20% ចឹងមានន័យថាវាយប្រកបចឹងទៅបូកថែម 20% ទៀតណាបាទឧទាហរណ៍យើងកែនេះឃើញ1ម៉ែត្រយើងត្រូវបូកថែម2ទឹកទៀតចឹងបើប្រើដៃបណ្ដុំ3ដើមចឹងត្រូវប្រកប1ម៉ែត្រ2ហើយបើយើងបណ្ដុំ4ដើមឧទាហរណ៍យើងកែនេះវាយប្រកបឃើញ1ម៉ែត្រយើងត្រូវបន្ថែម 33% គឺ3ទឹក3ហ៊ុនទៀតចឹងវាទៅជា1ម៉ែត្រ3ទឹក3ហ៊ុនចឹងមានន័យថាពេលយើងប្រើបានដល់វាត្រូវការប្រវែងប្រកបវែងដោយសារតែផ្ទៃស្រោបបេតុងវាហ្នឹងគឺអត់សូវបានល្អទេនៅពេលដែលយើងប្រើបានដល់ណាបាទព្រោះបេតុងវាស្រោបបានតែខាងក្រៅទេផ្ទៃខាងក្នុងនេះអត់មានបេតុងស្រោបទេចឹងប្រវែងប្រកបវែងនេះក៏ត្រូវការរៀងវែងដែរតោះឥឡូវយើង come back មកវិញឥឡូវយើងអាចរុញវាចូលទៅក្នុង Excel ណាបាទយើងអាចរុញចូលទៅក្នុងតារាង Excel តោះអញ្ចឹងយើងចូលទៅ input មក insert excel component បាទបន្តមកទៀតយើងអាចរុញឲ្យចូលណាបាទ input ចូលណាយើង input ចូលយើង insert input expression មកបន្តមកទៀតយើង input តោះយើង input តានេះមួយទៅបានហើយដោយសារនេះយើងទៅសេពី1 14ស្រាប់ហើយណាបាទតោះ input fee as required មកតោះចែកផ្នែកក្រាតមីលីម៉ែត្រមកយើង input ចូល A ហ្មងតោះយើងចូល A 3ហ្នឹងទុក2ជួរសម្រាប់ say description តោះអញ្ចឹងវា input ចូលយ៉ាងណាបាទយើងបិទអានេះមក hide មកហើយយើង hide កន្លែង output មកតោះបន្តមកទៀតកន្លែងនេះយើងចូលទៅ double click ដើម្បីធ្វើការ edit តោះយើងអាចដាក់ border តោះយើងអាចបរិចព្រមអីបានណាបាទតោះយើងធំតិចមក space នេះគឺយើងអាចបរិចព្រមចេះមកដើម្បីឲ្យយើងរៀងតលាយបន្តិចតោះមកយើងសេរីឲ្យចំកដាលមក middle មកកន្លែងនេះយើងអាចយកក្រោយក្បៀធំ3ខ្ទង់ឬក៏2ខ្ទង់អីក៏បានដែរស្អីចិត្តយើងទេបាទហើយកន្លែងនេះយើងទៅសេbar diameter កត់ចិត្តដែកកន្លែងនេះគឺកត់ចិត្តសាក់មូលរបស់ដែកបានដល់ណាបាទតោះហើយអានេះគឺយើងអាចថាបណ្ដុំ2បណ្ដុំ3បណ្ដុំ4អញ្ចឹងណាបាទទៅសេជាអង់គ្លេសក៏បានសេជាខ្មែរក៏បានដែរបញ្ហាទេតោះអញ្ចឹងកន្លែងនេះកត់ចិត្តតោះយើងអាចទៅសេខ្មែរក៏បានដែរអញ្ចឹងយើងយក font ខ្មែរហើយមកតោះអញ្ចឹងកត់ចិត្តដែកតោះឲ្យຂະຫນາດគិតជាមីលីម៉ែត្រតោះឲ្យចង់បាន symbol នេះ add fee ចូលមកតោះ fee s មកឲ្យຂະຫນາດយើងគឺមីលីម៉ែត្រណាតោះបន្តមកទៀតនេះគឺកត់ចិត្តសកម្មូលរបស់បណ្ដុំនេះដែរ equivalent diameter of bundle bar យើងសេខ្មែរក៏បានអង្គកត់ផ្ចិតរបស់បណ្ដុំដែកណាកញ្ចុំក៏បានបណ្ដុំក៏បានស្អែកចិត្តនេះយ៉ាងទេបកមិនបកទៅតោះហើយអានេះគឺ two bundle two bar bundle ឬក៏យើងថា2
បាទបណ្ដុំដែកតនេះ3នេះ4នេះចឹងទៅ3និង4នេះ4បណ្ដុំដែក3បណ្ដុំដែកឬក៏2បណ្ដុំដែកណាcontrol លេខ1មកយើងដាក់ subscript ណាបាទហើយទំហំបើយើងចង់បានរាងធំយើងអាចបរិចបានណាបរិចមកតនេះអាចຂະຫນាតវាគឺយើងដាក់ຂະຫນាតដែរមកយើងដាក់ fee required ក៏បាន fee equivalent នេះក៏បានដែរណាតោះ fee s requiredតោះ font នេះយើងឆ្លាញ់ font អីយើងធ្វើការផ្លាស់ប្ដូរមកតោះយើងអាចខ្វែងមកតោះអញ្ចឹងវាអត់ fit មួយកណ្ដាស់គឺយើងអាចបរិចព្រោះបានណាចាប់ទាញចុះក្រោមណាតោះអញ្ចឹងកន្លែងនេះគឺយើងអាចបរិចវាថែមតោះកន្លែងនេះយើងអាចយក12ទៅក៏បានដែរធំតិចណាតោះខ្វែងមកនេះអញ្ចឹងប៉ុណ្ណេះដូចជា fit មួយទៅតឹងកណ្ដាស់យើងហើយបាទតោះអញ្ចឹងប៉ុណ្ណេះដូចសមរម្យណាបាទហើយនេះបើយើងចង់តេស្តមួយຂະຫນាតគេនេះក៏បានដែរនេះຂະຫນាតគេថា 0.75 ជើមើលចុះកន្លែងនេះយើងដាក់ 0.75 ណាជាមួយចម្លើយណាអញ្ចឹង 0.75 2 bundle 1.06 នេះ 1.06 ហើយ 3 bundle គឺ 1.3 3 bar bundle នេះបើយើងប្រកបមក 1.3 អានេះដោយសារយើងចេញក្រោយក្បៀស3ខ្ទង់ណាបាទតោះហើយបើយើងមើល4បណ្ដុំនៃដែកបើកាត់ផ្ចិតវា 0.75 ទំហំលេខ6នេះអានេះវាអាចខ្នាតអ៊ីងណាបាទតោះអញ្ចឹង1 កន្លះនេះ1 កន្លះអញ្ចឹងត្រឹមត្រូវនេះបាទអានេះអាចថាជា reference យើងបន្ថែមណាតោះឥឡូវយើងដូរមកបើយើងវិញមកលេខ10អញ្ចឹងមកបាទតោះចានេះគឺជាកាត់ផ្ចិតស័ក1មូលរបស់បណ្ដុំនៃដែកនៅពេលដែលយើងប្រើវាក្នុងករណីបរិមាណដែកនៅក្នុងមកកាត់ធ្នឹមឬក៏សសរហ្នឹងគឺមានបរិមាណដែកច្រើនលើសលប់ណាតែវាមានបញ្ហាទៅលើការតម្រៀបឬក៏កម្រិតនៃដែកអញ្ចឹងយើងអាចប្រើប្រាស់បណ្ដុំនៃដែកជំនួសដែក single ដែកម្ដងណាបាទតោះអញ្ចឹងនៅក្នុងចម្ពោះមេរៀនទី3នេះតកតងជាមួយនឹងproperty of material លក្ខណៈនៃសម្ភារៈលក្ខណៈសម្បត្តិនៃសម្ភារៈដែលយើងសិក្សាទៅលើសម្ភារៈបេតុងនិងសរសៃដែកពង្រឹងណាដូចជាគ្រូមានប៉ុណ្ណឹងណាបាទតកតងជាមួយនឹងការសរសេររបាយការណ៍បាទអំពីលក្ខណៈសម្បត្តិរបស់សម្ភារៈបេតុងនិងសរសៃដែកពង្រឹងហើយរបាយការណ៍ទាំងអស់នេះគឺយើងអាចយកទៅប្រើបាទយើងយកទៅប្រើទៅមុខទៀតណានៅពេលដែលយើងធ្វើការបង្កើត material នៅក្នុងកម្មវិធីផ្សេងៗដូចជា robot ETAP SAP MIDA អញ្ចឹងទៅតកតងជាមួយនឹង FPMC FCT FR FV GC ERC ហ្នឹងគឺយើងអាចយកទិន្នន័យទាំងអស់ហ្នឹងយកទៅបញ្ចូលនៅពេលដែលយើងធ្វើការបង្កើត material នៅក្នុងកម្មវិធីវិភាគនិងគណនេយ្យគ្រឿងបង្គុំណាបាទហើយទិន្នន័យទាំងអស់នេះតកតងជាមួយនឹង
កលាបផ្ទៃដែកតកតងជាមួយនឹងទម្ងន់ដែកក្នុង1ម៉ែត្រអីគឺយើងអាចយកទៅប្រើប្រាស់ទៅតាមតម្រូវការនៅការងារ design ឬក៏ការងារនៅការឋានផ្សេងនៅពេលដែលយើងត្រូវការកំងដែកប្រមាណតោនយើងចង់ដឹងដែកប្រមាណដើមក្នុង1ម៉ែត្រក្នុង1ម៉ែត្រនោះប្រមាណដើមមានទម្ងន់ប្រមាណអីគឺយើងអាចគុណតាមនឹងបានឧទាហរណ៍ថាដែកយើង1តោន6លី6លីមួយដើមវាប្រមាណគីឡូអញ្ចឹងយើងគ្រាន់តែយកទម្ងន់ក្នុង1ម៉ែត្រនេះគុណនឹងប្រវែង12ម៉ែត្រឃើញមួយដើមហើយយើងយក1តោន1000គីឡូក្រាមហ្នឹងចែកមួយដើម1គីឡូទៅយើងនឹងឃើញថាដែក1តោន6លីនេះស្មើនឹងប្រមាណដើមអីចឹងទៅហ្នឹងយើងប្រើប្រាស់ការងារនៅការឋានផ្សេងហើយតកតងជាមួយនឹងកន្លែងក្លាបផ្ទៃដែកនេះក៏ដូចគ្នាគឺនៅពេលដែលយើង design មកកាត់ដែកណាក្នុងថ្នាំផ្សេងគឺឲ្យជាកន្លាបផ្ទៃដែក AS A'S អញ្ចឹងនៅពេលដែលយើងស្គាល់ជាកន្លាបផ្ទៃដែកត្រូវការយើងអាចប្រើតារាងនេះដើម្បីកំណត់ទំហំនៃដែកឧទាហរណ៍កន្លាបផ្ទៃដែកត្រូវការយើង1000មីលីម៉ែត្រការ៉េអញ្ចឹងយើងអាចមើលតារាងនេះមក1000មីលីម៉ែត្រការ៉េអញ្ចឹងបើយើងប្រើ18លីគឺនេះ1017អញ្ចឹងគ្រប់ AS require អញ្ចឹងវាត្រូវនឹងដែក4ដើម18លីអញ្ចឹងបើយើងប្រើដែក16លីនេះតតែ5ដើម16លីតើនេះបើយើងប្រើដែក22លីគឺ3ដើម22លីគឺគ្រប់គ្រាន់ហើយបើយើងប្រើដែក25លីគឺ3ដើមដែរបើយើងប្រើ28លីគឺតែ2ដើមឯងបើយើងប្រើ14លីគឺ7ដើមអញ្ចឹងទៅអញ្ចឹងតារាងនេះគឺយើងយកទៅប្រើប្រាស់សម្រាប់ការងារ design ក៏ដូចជាការងារការឋានផ្សេងបានតាមតម្រូវការណាបាទតោះនេះដូចគ្នាណាតោះអញ្ចឹងនៅក្នុងវីដេអូនេះគ្រូមានប៉ុណ្ណឹងតកតងជាមួយនឹងការសរសេររបាយការណ៍ណាពីការកំណត់នៅលក្ខណៈសម្បត្តិរបស់សម្ភារៈមានបេតុងនឹងដែកយើងនឹងជួបគ្នាបន្តទៀតទៅជំពូកទី4តកតងជាមួយនឹងការសរសេររូបមន្តរបាយការណ៍គណនាសម្រាប់ការវិភាគរកភាពធន់របស់ធ្នឹមបេតុងអាមេរងការពុតបង្កោងអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្តទៀតណាអញ្ចឹងអរគុណទាំងអស់គ្នាសម្រាប់ការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រជូនពរទាំងអស់គ្នាសុខភាពល្អសំណាងល្អណាអរគុណជម្រាបលាណា